បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកសិក្សាបន្តពីរបៀបដាក់រូបភាពក្នុងកម្មវិធី Microsoft Word មានទម្រង់ដូចរូបភាពនេះស្រាប់ដូច្នេះសូមសិក្សាទាំងអស់គ្នាដូចតទៅជាដំបូងបងប្អូនចូលត្រង់ Word Art រួចជ្រើសរើសម៉ូដអក្សរដែលយើងពេញចិត្តបន្ទាប់មកទៀតចូលត្រង់ Home រួចចុចត្រង់ប្រអប់ហ្វុនអក្សររួចជ្រើសយកហ្វុនអក្សរឆ្លាក់រួចវាយពាក្យក្នុងប្រអប់បន្ទាប់មកទៀតយើងចូលត្រង់ Shift Format ដើម្បីធ្វើការចាក់ពួរអក្សរនៅត្រង់ Word Art Styles ហើយអក្សរ A ខាងលើសម្រាប់ចាក់ពួរតួអក្សរ A កណ្ដាលសម្រាប់ចាក់ពួរ border ព័ទ្ធជុំវិញអក្សរនិងអក្សរ A ខាងក្រោមសម្រាប់ដាក់ស្រមោលដាក់ពន្លឺនិងមានម៉ូដជាច្រើនម៉ូដតាមតម្រូវការដែលយើងចង់ប្រើប្រាស់បន្ទាប់មកទៀតត្រូវធ្វើការដាក់រូបភាពយើងត្រូវចូលក្នុង Insert រួចចុច Pictures វាមាន from ចំនួន3ឲ្យយើងជ្រើសរើសមាន This Device Stock Images Online Pictures រួចចុចយក This Device ដើម្បីរើសយករូបក្នុងកុំព្យូទ័ររួចចុច Insert បន្ទាប់មកចុចលើរូប Layout Options រួចចុចរូប In Front of Text ដើម្បីអាចធ្វើឲ្យយើងសរសេររូបបានតាមតម្រូវការដូច្នេះយើងអាចចុចត្រង់ជ្រុងនីមួយៗនៃរូបភាពនោះយើងអាចធ្វើការពង្រីកបង្រួមរូបបានតាមតម្រូវការជាក់ស្ដែងរបស់យើងបន្ទាប់មកយើងធ្វើការដាក់បន្ថែមម៉ូដរូបភាពយើងចូលទៅចុចត្រង់ Picture Format រួចចុចត្រង់ Picture Style រួចធ្វើការជ្រើសរើសម៉ូដដែលយើងត្រូវការប្រើប្រាស់បន្ទាប់ទៀតយើងអាចបន្ថែមពន្លឺបានដោយចុចនៅត្រង់ Corrections រួចធ្វើរើសពន្លឺតាមតម្រូវការបើយើងត្រូវការបន្ថែមពណ៌ចុចត្រង់ Color រួចធ្វើការជ្រើសរើសពណ៌តាមតម្រូវការរួចជាការស្រេចត្រង់ Picture Border គឺសម្រាប់ដាក់ពណ៌ស៊ុមរូបភាពវាមានពណ៌ជាច្រើនពណ៌ដែលយើងចង់ដាក់ Picture Effects គឺសម្រាប់ដាក់ស្រមោលរូបភាពដាក់ជា 3D វាមានម៉ូដជាច្រើនទៀតសម្រាប់ធ្វើការជ្រើសរើសបើយើងចង់បង្វិលរូបភាពយើងត្រូវចុចត្រង់ Rotate Object រួចធ្វើការជ្រើសរើសទៅតាមមុខងារដែលយើងចង់ប្រើ Crop វាមានមុខងារសម្រាប់កាត់រូបភាពត្រង់កន្លែងណាយើងចង់កាត់ដោយយកមកទាញតម្រឹមរួចចុចត្រង់ Crop ម្ដងទៀតជាការស្រេចCrop the Shape គឺសម្រាប់កាត់រូបភាពទៅតាមទម្រង់រូប Shape ដែលយើងចង់កាត់ឲ្យវាចេញរាងដូចរូប Shape ដែលបានប្រើប្រាស់បាទដូច្នេះបន្ទាប់មកទៀតយើងត្រូវវាយអត្ថបទខាងក្រោមរូបរួចដាក់រូបជាទម្រង់ Shape បន្ទាប់មកចូលចុចត្រង់ Insert ម្ដងទៀតរួចចុចយក Shape រួចធ្វើការជ្រើសរើស Shape មួយណាដែលយើងចង់ប្រើរួចចុចមកឲ្យជាប់រួចទាញត្រង់ក្រដាសកិច្ចការយើងបន្ទាប់មកយើងចុចត្រង់ Shape Style រួចជ្រើសរើសពណ៌ដែលចាក់ត្រង់ Shape Outline គឺសម្រាប់ចាក់ពណ៌បន្ទាត់ព័ទ្ធជុំវិញ Shape របស់យើងបន្ទាប់មកទៀតយើងសរសេរអក្សរនៅលើ Shape យើងត្រូវមកខាងស្ដាំរួចយក Add Text រួចធ្វើការបដូរហ្វុនជាអក្សរឆ្លាក់ខ្មែររួចសរសេរជាការស្រេចបើយើងត្រូវការបង្កើត Shape បន្ថែមយើងគ្រាន់តែចុច Ctrl បូកនឹងអក្សរ C នៅលើ Keyboard រួចចុចមកខាងស្ដាំយក Path នោះយើងបាន Shape បន្ថែមមួយទៀតយើងអាចធ្វើដែរនោះយើងបាន Shape បន្ថែមជាច្រើនទៀតបាទដូច្នេះវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្នេះសិនសូមបងប្អូនធ្វើការសាកអនុវត្តទាំងអស់គ្នាសូមរងចាំសិក្សាវគ្គបន្តនៅពេលក្រោយទៀតហើយសូមជួយចុច Subscribe, Like, Share ដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតសូមអរគុណ